Nơiក្នុងទីក្រុងតូចមួយដ៏មានញឹកមួយដែលស្ថិតនៅចន្លោះភ្នំរំកិលនិងទន្លេដ៏ភ្លឺស្វាងមានក្មេងប្រុសដែលចង់ដឹងចង់ឃើញនឹងផ្សងព្រេងម្នាក់ឈ្មោះ Max ចូលចិត្តសាកល្បងរបស់ថ្មីមិនថាវាឡើងដើមឈើខ្ពស់រុករករូងភ្នំដែលលាក់កំបាំងឬបង្កើតឧបករណ៍បំពង់សត្វព្រៃនៅក្នុងទីធ្លាខាងក្រោយរបស់គាត់ប៉ុន្តែថ្ងៃមួយគាត់បានជំពប់ដួលលើអ្វីដែលអស្ចារ្យពោលគឺដុំពុកវេទមន្តវាទាំងអស់បានចាប់ផ្ដើមនៅពេលដែល Max កំពុងរអ៊ូតាមរយៈប្រអប់ចាស់ដែលមានធូលីនៅផ្សារចែកឆ្កេប្រអប់នោះពោពេញដោយភាពតាក់ទាញនិងភាពចម្លែកប៉ុន្តែមានរឿងមួយបានតាក់ទាញភ្នែករបស់គាត់គឺរំពណ៌មាសភ្លឺចាំងជាមួយនឹងពាក្យ Magic Bubblegum ដែលសរសេរជាអក្សរ V ដោយមានការចាប់អារម្មណ៍ Max បានស្រាយវាចេញដើម្បីស្វែងរកដុំពុកមួយដុំដែលភ្លឺដូចត្បូង Max បាននិយាយថានេះមើលទៅសប្បាយណាស់គឺដោយយកស្ករមួយដុំចូលទៅក្នុងមាត់របស់គាត់ពេលគាត់ចាប់ផ្ដើមទំពាភ្លាមមានអ្វីមិនគួរឲ្យជឿបានកើតឡើងស្ករនោះមានរសជាតិដូចជាផ្លែស្ប៊ឺរ៉ីមានរសជាតិឆ្ងាញ់ខ្លាំងនិងអ្វីដែលគាត់មិនអាចពិពណ៌នាបានប្រហែលជាវេទមន្តពេលគាត់ផ្លុំពុះវាធំឡើងវាបានលើកគាត់ចុះពីដីអាយ៉ា Max បានលាន់មាត់ខណៈគាត់អន្តែតខ្ពស់ជាងនេះពុះដែលដឹកគាត់ឡើងទៅលើមេឃអ្នកស្រុកខាងក្រោមចង្អុលហើយដកដង្ហើមធំប៉ុន្តែ Max រំភើបពេកខ្លាចគាត់បានឡើងលើដំបូលលើភ្នំនិងចូលទៅក្នុងពុកពិភពលោកខាងក្រោមមើលទៅដូចជាភួយនៃវាលស្រែបៃតងទន្លេដែលមានខ្យល់បក់និងផ្ទះតូចនៅពេលដែលពុះបានលេចចេញមក Max បានរកឃើញថាខ្លួនគាត់ឈរនៅលើពុកពណ៌ស្វាមានសភាពទន់និងស្រួយដូចជា marshmallow ពេលគាត់រុករកគាត់បានរកឃើញថាពុកពោពេញទៅដោយភាពអស្ចារ្យមានស្លាយដែលធ្វើពីឥន្ធនូត្រាំប៉ូលីនដែលបើកគាត់ឡើងលើមេឃនិងសូម្បីតែហាងស្ករគ្រាប់ដែលគ្រាប់ល្ហុងដុះលើដើមឈើប៉ុន្តែអ្វីដែលអស្ចារ្យបំផុតនោះគឺ Cloud People ពួកវាជាសត្វតូចដែលមានពន្លឺមានស្លាបដូចមេអំបៅនិងមានសម្លេងដូចខ្យល់បក់បោកពួកគេបានស្វាគមន៍ Max ដោយបើកចំហដោយបង្ហាញគាត់ជុំវិញពិភពវេទមន្តរបស់ពួកគេ Cloud Person ឈ្មោះ Zephyr បាននិយាយថាអ្នកគឺជាមនុស្សដំបូងគេដែលបានមកលេងយើងក្នុងរយៈពេលដ៏យូរគឺមនុស្សភាគច្រើនមិនជឿលើវេទមន្តទៀតទេ Max ខ្ញុំតែងតែជឿលើវេទមន្តកន្លែងនេះអស្ចារ្យណាស់Cloud People បានបង្រៀន Max ពីរបៀបជិះខ្យល់គូររូបភាពជាមួយឥន្ធនូនិងថែមទាំងបង្កើតតន្ត្រីជាមួយផ្គរលាន់ទៀតផងប៉ុន្តែនៅពេលថ្ងៃបន្ត Max ចាប់ផ្ដើមនឹកផ្ទះរបស់គាត់បាននិយាយដោយស្ទាក់ស្ទើរថាក៏ខ្ញុំប្រហែលជាត្រឡប់មកវិញ Zephyr ងក់ក្បាលពិតណាស់ប៉ុន្តែមុនពេលអ្នកទៅចូលយកវាទៅគឺនាងបានហុចកាបូបតូចមួយរបស់ Max ដែលពោពេញទៅដោយដុំពុះពណ៌មាសក៏របស់ទាំងនេះនឹងនាំអ្នកមកវិញនៅពេលណាដែលអ្នកចង់បានគ្រាន់តែចាំថាវេទមន្តគឺចង់ចែករំលែក Max បានថ្លែងអំណរគុណដល់ Cloud People និងបានបំផ្ទុះពុះមួយទៀតវាបានដឹកគាត់ត្រឡប់ទៅដីដោយថ្នមជាកន្លែងដែលគាត់ចុះចតនៅក្នុងសួនក្រោយផ្ទះរបស់គាត់នៅពេលគាត់ប្រាប់មិត្តភ័ក្តិនិងក្រុមគ្រួសាររបស់គាត់អំពីការផ្សងព្រេងរបស់គាត់ពួកគេមិនជឿគាត់តាំងពីដំបូងឡើយប៉ុន្តែ Max បានចែករំលែករឿងវេទមន្តហើយមិនយូរប៉ុន្មានទីក្រុងទាំងមូលបានអន្តែតឡើងលើពកសើចនិងរុករកពិភពវេទមន្តខាងលើ Cloud People រំភើបចិត្តដែលមានអ្នកទស្សនាច្រើនហើយទីក្រុងនេះត្រូវបានគេស្គាល់ថាជាកន្លែងរីករាយបំផុតនៅលើផែនដីទីធ្លាខាងក្រោយរបស់ Max បានប្រែក្លាយទៅជាកន្លែងប្រមូលផ្ដុំដែលមនុស្សនឹងទំពាស្ករកៅស៊ូអន្តែតលើមេឃហើយត្រឡប់មកវិញជាមួយនឹងរឿងរ៉ាវនៃការផ្សងព្រេងរបស់ពួកគេប៉ុន្តែ Max មិនដែលភ្លេចពាក្យរបស់ Zephyr ទេ Magic មានន័យដើម្បីចែករំលែកគាត់ធ្វើឲ្យប្រាកដថាអ្នកគ្រប់គ្នាមានឱកាសជួបប្រទះនឹងភាពអស្ចារ្យនៃពុកហើយគាត់តែងតែរក្សាទុកដុំពុះសម្រាប់នរណាម្នាក់ដែលត្រូវការវេទមន្តតិចតួចក្នុងជីវិតរបស់ពួកគេប៉ុន្មានឆ្នាំក្រោយមកនៅពេលដែល Max ធំឡើងគាត់បានក្លាយជាអ្នកនិទានរឿងចែករំលែករឿងនិទានរបស់ Cloud People និង Bubblegum វេទមន្តជាមួយក្មេងជុំវិញពិភពលោកហើយទោះបីជាគាត់លែងត្រូវការ Bubblegum ដើម្បីទស្សនាពុកក៏ដោយគាត់តែងតែទុកដុំមួយនៅក្នុងហោប៉ៅរបស់គាត់គ្រាន់តែក្នុងករណីប៉ុណ្ណោះសីលធម៌នៃរឿងវេទមន្តគឺនៅជុំវិញយើងប៉ុន្តែវាកាន់តែពិសេសនៅពេលដែលចែករំលែកជាមួយអ្នកដទៃជឿលើអ្វីដែលមិនអាចទៅរួចហើយអ្នកអាចនឹងឃើញខ្លួនឯងអន្តែតក្នុងពុក